នមស្ការព្រះរតនត្រ័យចម្រើនពរញាតិញោមថ្ងៃនេះយើងនឹងសិក្សាជាបន្តនៅក្នុងមេរៀនទី2ហើយមុននឹងយើងសិក្សានៅក្នុងមេរៀនទី2នេះក៏អញ្ជើញញាតិញោមយើងសូត្ររំលឹកនៅក្នុងមេរៀនទី1ដែលយើងបានរៀនកាលពីកន្លងទៅណាហើយបិទសិភៅណាក៏មើលហើយសូត្រដោយការចងចាំថាញោមចាំបានប៉ុន្មានណាឥឡូវអញ្ជើញសូត្រទៅជាមួយគ្នាបងអាត្មាដឹកនាំសូត្រសមន្តាចាកវាលេសូអត្រាកេឆន្តទេវតាសន្ធាមង្មុនិរាជាសសុនន្តោសាកមោខតាំងទេវតាទាំងឡាយក្នុងចក្រវាឡទាំងឡាយដោយជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់នៅព្រះសន្ធម្មជាធម៌អាចឲ្យនៅសួរនឹងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញបងនឹងញាតិញោមយើងសូត្របានទាំងអស់ទេបើសូត្របានទាំងអស់គឺមានន័យថាចាំល្អហើយណាហើយបើសិនបើមានចំណុចកន្លែងណាដែលសូត្រមិនតាន់បានក៏អញ្ជើញទន្ទិញបន្ថែមនៅក្នុងមេរៀនទី1នោះហើយឥឡូវនេះយើងនឹងសិក្សាជាបន្តនៅក្នុងមេរៀនទី2ណាយើងតពីមេរៀនទី1នោះមកយើងចប់ហើយក៏បាននាំញាតិញោមយើងសូត្ររួចហើយណាដូច្នេះយើងនឹងសិក្សាជាបន្តនៅក្នុងមេរៀនទី2ញាតិញោមយើងដែលមានសិភៅដែលអាត្មាបានជូនទៅនោះក៏អញ្ជើញបើកមើលទំព័របន្ទាប់ពីមេរៀនទី1នោះមកហើយឯចំណែកញាតិញោមដែលមិនមានសិភៅទេក៏អញ្ជើញយកប៊ិចយកសិភៅមកកត់ផងណាអញ្ចឹងចំណងជើងនេះយើងណាសរសេរចំណងជើងនឹងមកណាញាតិញោមណាសរសេរព្រោះមានអក្សរនៅលើនឹងស្រាប់ណាអញ្ជើញសរសេរមកហើយអាត្មាបង្រៀនរបៀបអានរៈតណត្តយពោជារៈតណត្តយពោជាយើងប្រកបនឹងសរសេរមករអានថារៈរអានថារៈតអានថាតតអានថាតណនឹងតអានថាណាត់ណាណនឹងត្រូវមកប្រកបជាមួយតណាញោមពីព្រោះតហ្នឹងគឺជាព្យញ្ជនៈតម្រួតគ្នាអញ្ចឹងណនឹងតយើងអានថាណាត់ណាណនឹងតយើងអានថាណាត់ណនឹងតយើងអានថាណាត់ហើយនៅសល់ជើងតតៈនៅសល់ជើងតតៈនៅសល់ជើងតតៈណាហើយយោនេះអានថាយៈយោអានថាយៈយោអានថាយៈបដាក់ស្រអូយើងអានថាពោបដាក់ស្រអូយើងអានថាពោណាយើងមិនមែនអានបូទេណាគឺពោហើយចដាក់ស្អាជាចដាក់ស្អាជាដូច្នេះពាក្យប៉ុណ្ណឹងយើងអានថារៈតណត្តយពោជាម្ដងទៀតរៈតណត្តយពោជាណាដល់តែសេចក្តីខ្មែរយើងមានន័យថាយើងសូត្រនៅក្នុងការបូជានៅគ្រឿងសក្ការៈផ្សេងថ្វាយចំពោះព្រះរតនត្រ័យហើយចាំមើលយើងកត់ទៅយើងយល់ញាតិញោមថាតើថ្វាយគ្រឿងសក្ការៈផ្សេងហ្នឹងមានអីខ្លះណាមានទៀនមានធូបអីចឹងទៅណាឡើងជើញញាតិញោមយើងចូលទៅសិក្សាធម៌តែម្ដងណាញាតិញោមយើងអាច screenshot ណាទុកមកណាពីមុនអាត្មាសរសេរមួយប៉ុន្តែនៅក្នុងការបង្រៀនផ្ទាល់តាមក្រុម Telegram របស់យើងនោះអាត្មាសរសេរមួយជូនញោមប៉ុន្តែដល់តែអាត្មាថតជាវីដេអូនេះគឺអាត្មាទាំងរៀបទុកអញ្ចឹងតែម្ដងដើម្បីជួយសម្រួលដល់ញាតិញោមយើងដែលគាត់អត់មានសភៅគាត់ណាងាយស្រួលនៅក្នុងការ screenshot ទុកណាអញ្ចឹងយើងត្រូវយកយល់សម្រាប់ញាតិញោមយើងដែលគាត់អត់មានសភៅអញ្ចឹងណាហើយចាំអាត្មាបញ្រៀនមកពាក្យដូចយើងកត់អញ្ចឹងដែរប៉ុន្តែអាត្មាមិនកត់ផ្ទាល់ដូចយើងរៀននៅក្នុងគ្រូទេបង
ណាធ្វើយ៉ាងនេះដើម្បីងាយស្រួលដល់ញាតិញោមយើងដែលគាត់ចង់ screenshot ទុកណាអញ្ចឹងសង្ឃឹមថាញាតិញោមយើង screenshot រួចហើយញាតិញោមដែលអត់ចេះជើញទៅរកកូនរកចៅឲ្យគាត់ជួយ screenshot ជូនហើយឲ្យគាត់ជួយបង្រៀនជួយប្រាប់មកដូចជាមិនជាលំបាកទេអញ្ចឹងឲ្យគាត់ប្រាប់បន្តិចមកដើម្បីងាយស្រួលពេលដែលយើងចេះទៅយើងមិនចាំបាច់រកគាត់ទៀតទេយើងអាចធ្វើកិច្ចការងារនឹងដោយខ្លួនឯងថា screenshot នឹងយ៉ាងម៉េចអញ្ចឹងកូនចៅនឹងក៏ជួយជម្រាបមេត្តាបិតាលោកតាលោកយាយរបស់ខ្លួនឯងផងឲ្យគាត់បានចេះផងណាហើយមួយទៀតតកតងជាមួយនឹងការមើលវីដេអូនឹងឲ្យបានធំណាញោមចុចបើសិក្សានៅលើ YouTube ញោមចុចនៅខាងក្រោមដូចជានៅខាងស្ដាំដៃនៅខាងក្រោមហ្នឹងចុចទៅគាត់នឹងរីកធំប្តីទូរស័ព្ទទៅគឺឃើញអក្សរនឹងធំបាទព្រោះនៅក្នុងនេះអាត្មាក៏បានព្យាយាមពង្រីកអក្សរនឹងឲ្យធំដើម្បីអនុគ្រោះជូនញាតិញោមយើងដែលមានបច្ចុប្បន្នច្រើនជំនួយដល់ភ្នែកព្រោះញាតិញោមពេលខ្លះលំបាកមើលអញ្ចឹងដាក់អក្សរឲ្យធំអញ្ចឹងទៅក៏ងាយស្រួលមើលបាទណាឥឡូវយើងចាប់ផ្ដើមសិក្សាជាបន្តណាអ៊ីមេហេណាយើងប្រកបមកអ៊ីពីរតួយើងអានថាអ៊ីមិនមែនអានអេទេអានថាអ៊ីណាអ៊ីមកដាក់ស្រេមេមកដាក់ស្រេមេហដាក់ស្រេហេហដាក់ស្រេហេដូច្នេះយើងអានថាអ៊ីមេហេណែម្ដងទៀតមួយអ៊ីមេហេណែម្ដងទៀតអ៊ីមេហេណែច្រើនដងហើយញាតិញោមអញ្ចឹងសង្ឃឹមថាញោមអាចអានបានហើយសូមមេត្តាកុំភ្លេចរៀនអានតាមនៅនឹងកន្លែងបាទអានចុះអានឡើងដែលអាត្មាជាតំណមញាតិញោមយើងអានចុះអានឡើងប្រកបច្រើនដងដើម្បីឲ្យញាតិញោមថ្នាក់មាត់ណាពីព្រោះភាសាហ្នឹងយើងអត់ដែរប្រើញាតិញោមមានបច្ចុប្បន្ន50-60ឆ្នាំអីមកហ្នឹងមិនដែរប្រើទេពាក្យហ្នឹងម្ល៉េះហើយយើងទៅតែប្រើនៅក្នុងពេលហ្នឹងអញ្ចឹងលំបាកក៏លន់តែអញ្ចឹងឲ្យបានជាអាត្មាជាតំណមញាតិញោមយើងអានចុះអានឡើងហើយក៏យោគយល់ចំពោះញាតិញោមដែលចេះខ្លះក៏សូមកុំធុញអីបើអនុគ្រោះញាតិញោមយើងដែលគាត់ទៅតែសិក្សាថ្មីហើយអាត្មាបង្រៀនក៏បដោតទៅលើញាតិញោមយើងដែលគាត់មិនទាន់ចេះសោះដែរដកឃ្លាសរសេរបន្តទីបធូបាទីណែទីបធូបាទីប្រកបតោដាក់ស្អីយើងអានថាទីណាតោដាក់ស្រអ៊ីហ្នឹងយើងអានថាទីណាតោដាក់ស្រអីហ្នឹងយើងអានថាទីបយើងអានថាបបអានថាបបអានថាបថោដាក់ស្រអូយើងអានថាធូថោដាក់ស្រអូយើងអានថាធូបដាក់ស្រអាប៉ាបដាក់ស្រអាប៉ាតោដាក់ស្រអ៊ីទីតោដាក់ស្រអ៊ីទីដូច្នេះយើងអានថាទីបធូបាទីណែម្ដងទៀតទីបធូបាទីណាអញ្ជើញញាតិញោមយើងរៀនអានពីខាងក្រោយមកវិញអ៊ីមេហេទីបធូបាទីណែដកឃ្លាសរសេរបន្តសក្ការេហេសក្ការេហេណាយើងប្រកបសនិងកយើងអានថាសាក់សនិងកយើងអានថាសាក់ហើយជើងកដាក់ស្រែកាជើងកដាក់ស្រែកាជើងកដាក់ស្រែការដាក់ស្រែរេរដាក់ស្រែរេហដាក់ស្រអ៊ីហេហដាក់ស្រអ៊ីហេហដាក់ស្រអ៊ីហេដូច្នេះយើងអានថាសក្ការេហេណែម្ដងទៀតសក្ការេហេសក្ការេហេបងអញ្ជើញញាតិញោមយើងរៀនអានពីខាងក្រោយមកវិញអ៊ីមេហេទីបធូបាទីសក្ការេហេណែដកឃ្លាឬក៏ចុះបន្តដូចអាត្មាក៏បានដែរពុទ្ធាំង
ពុតធាំងណាយើងប្រកបពោដាក់ស្រឧនឹងតពុតពោដាក់ស្រឧនឹងតពុតហើយជើងថោដាក់ស្រអំមិនមែនធំទេហើយក៏មិនមែនធំដែរគឺធាំងណែថោដាក់ស្រអំយើងអានថាធាំងថោដាក់ស្រអំយើងអានថាធាំងអញ្ចឹងកន្លែងនេះយើងមានតជើងថោដាក់ស្រអំមិនអញ្ចឹងណាអញ្ចឹងយើងយកពោដាក់ស្រឧនេះមកប្រកបជាមួយតមួយមកអញ្ចឹងមិននៅសល់ជើងថោដាក់ស្រអំអញ្ចឹងជើងថោដាក់ស្រអំហ្នឹងយើងអានថាធាំងណាអញ្ចឹងពាក្យប៉ុណ្ណឹងយើងអានថាពុតធាំងណាពុតធាំងដូចឃ្លាធាំម៉ាំងឬក៏ធាំម៉ាំងណាធាំម៉ាំងឬក៏ធាំម៉ាំងណាមួយណាក៏បានដែរបងហើយឥឡូវយើងប្រកបមកថោនិងម៉ោយើងអានថាធាំថោនិងម៉ោយើងអានថាធាំថោនិងម៉ោយើងអានថាធាំហើយនៅសល់ជើងម៉ោដាក់ស្រអំហ្នឹងមិនមែនមុំឬក៏មុំទេណាគឺម៉ាំងឬក៏ម៉ាំងណាញោមណាអញ្ចឹងយើងយកមួយមកយកម៉ាំងមកណាម៉ាំងធាំម៉ាំងធាំម៉ាំងធាំម៉ាំងដូចឃ្លាសរសេរបន្តសាំងខាំងណាសាំងខាំងណាសាំងខាំងយើងប្រសង់ញាតិញោមណាដល់តែបាលីយើងអានសាំងខាំងមិនសង់ខាំងទេណាញាតិញោមណាញាតិញោមយើងអានសង់ខាំងក៏មិនជាតោះខុសអីទេគ្រាន់តែយើងអានជាសំនៀងមកជាបាលីមកគឺសាំងខាំងណាអញ្ចឹងយើងប្រកបមកសនិងងហ្នឹងគឺសាំងមកពីស័កនិងងាក់ហ្នឹងទៅជាសាំងស័កនិងងាក់ហ្នឹងសន្លេងសាំងហើយនៅសារជើងខដាក់ស្រអំខាំងនៅសារជើងខដាក់ស្រអំខាំងដូច្នេះពាក្យត្រឹមប៉ុណ្ណេះយើងអានថាសាំងខាំងសាំងខាំងណាអញ្ជើញញាតិញោមយើងរៀនអានពីខាងក្រោយមកវិញពុតធាំងធាំម៉ាំងសាំងខាំងដូចឃ្លាសរសេរបន្តអភិពោជយាមិណែអភិពោជយាមិណាប្រកបអអានថាអអានថាអផោដាក់ស្រអ៊ីភីផោដាក់ស្រអ៊ីអានថាភីបដាក់ស្រអូអានថាពោបដាក់ស្រអូអានថាពោចោអានថាជាចោអានថាជាយោដាក់ស្រអាអានថាជាយោដាក់ស្រអាអានថាជាមកដាក់ស្រអ៊ីអានថាមីមកដាក់ស្រអ៊ីអានថាមីដូច្នេះពាក្យហ្នឹងយើងអានថាអភិពោជយាមិណាតើណាញាតិញោមមួយម្ដងទៀតអភិពោជយាមិម្ដងទៀតអភិពោជយាមិណាសូមមេត្តារៀនអានតាមនៅនឹងកន្លែងបងចេះតែរំលឹកញាតិញោមយើងក្រែងតែភ្លេចរៀនអានតាមតែអញ្ចឹងឲ្យចេះតែអាត្មាញាតិញោមនៅតែអត់ចេះតែដែរដែលអាត្មានាំញាតិញោមយើងអានចូលអានឡើងហ្នឹងក៏ព្រោះដើម្បីឲ្យញាតិញោមរៀនអានតាមឲ្យថ្នឹកមាត់បាក់មាត់ឆាប់ទន្ទិញទៅឆាប់ចាំហើយដល់តែអាត្មាថាតែអាត្មាញាតិញោមយើងអត់ថាតាមញាតិញោមនៅតែអត់ចេះតែដែរអញ្ចឹងសូមកុំភ្លេចអញ្ជើញអ្នកអានតាមបងអញ្ជើញញាតិញោមរៀនអានពីខាងក្រោយមកវិញពុតធាំងធាំម៉ាំងសាំងខាំងអភិពោជយាមិណាដូឃ្លាឬក៏ចុះបន្តដូចអាត្មាក៏បានមេតាបេតាទីណាំងណាមេតាបេតាទីណាំងណាទីណាំងក៏បានដែរប៉ុន្តែយើងយកមួយមកយកណាំងមកណាកន្លែងនេះមិនមែនអានមេតាបៃតាទេណាញាតិញោមយើងនឹងគាត់ច្រើនគាត់អានមេតាបៃតាទីណាំងអញ្ចឹងអត់ទេយើងអានមេតាបេតាទីណាំងណាឲ្យច្បាស់អញ្ចឹងញាតិញោមចាំដល់ទៅសេចក្តីប្រែយើងអានមេតាបៃតាធម្មតាអញ្ចឹងហើយប៉ុន្តែនៅក្នុងបាលីនេះយើងអានថាមេតាបេតាទីណាំងណាប្រកបមកដាក់ស្រែមេមកដាក់ស្រែអានថាមេតដាក់ស្រែអានថាតាតដាក់ស្រែអានថាតាបដាក់ស្រអ៊ីហ្នឹងយើងអានថាពេមិនមែនអាន3ទេមិនអានដូចញាតិញោមយើងមេតាបៃតាអញ្ចឹងឯងបងអញ្ចឹងបដាក់ស្រអ៊ីហ្នឹងយើងអានថាពេហ
ហើយតដាក់ស្រៈតាតដាក់ស្រៈអានថាតាតដាក់ស្រៈអ៊ីហ្នឹងអានថាទីណាតដាក់ស្រៈអីហ្នឹងយើងអានថាទីណដាក់ស្រៈអំយើងអានថាណាំងណដាក់ស្រៈអំយើងអានថាណាំងណាដូច្នេះពាក្យត្រឹមប៉ុណ្ណឹងយើងអានថាមេតាបេតាទីណាំងម្ដងទៀតមេតាបេតាទីណាំងណាបច្ចៈហើយបច្ចៈទៀតមិនមែនអានមេតាបេតាទីណាំងទេណាគឺពាក្យដែលត្រូវដែលយើងត្រូវអាននោះគឺមេតាបេតាទីណាំងនឹងសូមមេត្តាបានជ្រាបដកឃ្លាសរសេរបន្តគុណវេនតានញ្ចៈណាគុណវេនតានញ្ចៈនឹងអាត្មាលឺញាតិញោមគាត់អានគុណវេនតាមិនអានគុណទេបើដោយសារណនេះគឺជាព្យញ្ជនរាយណាបើអានគុណលុះត្រាថាគុណហើយវន្តាតែម្ដងទៅមិនត្រូវអានណនឹងទៀតទេនឹងធ្លាប់លើសូត្រមកអញ្ចឹងហើយណាលោកអាចារ្យអីក៏សូមបើទម្លាប់សូត្រកន្លែងនឹងគុណក៏យើងអាចកែមកណាគុណណាយើងមើលអក្សរកដាក់ស្រឧគុណព្យញ្ជនរាយបើព្យញ្ជនតម្រួតគ្នាហ្នឹងយើងអានគុណអញ្ចឹងហើយប៉ុណ្នេះព្យញ្ជនរាយអញ្ចឹងយើងអានថាកដាក់ស្រឧគុទៅកដាក់ស្រឧអានថាគុណអានថាណអានថាណឃើញទេយើងអានតកតមកដោយសារសុទ្ធសឹងតែព្យញ្ជនរាយឯចំណែកបន្តទៅទៀតនេះវនេះមិនអាចអានតកតបានដូចណអីចឹងទេដោយសារពីខាងក្រៅរបស់គាត់គឺជាព្យញ្ជនតម្រួតគ្នាគឺណចឹងតឃើញទេអញ្ចឹងត្រូវទាញសលេងអក្សរវហ្នឹងមកប្រកបជាមួយណទៅជាវេនណាវេនវវៈនិងអ្នកហ្នឹងយើងអានថាវេនវៈនិងអ្នកហ្នឹងយើងអានថាវេនហើយនៅសល់ជាងតដាក់ស្រៈតានៅសល់ជាងតដាក់ស្រៈអានថាតាហើយណនេះក៏មិនអាចអានតែឯងដែរដោយសារអីដោយសារនៅខាងក្រៅរបស់គាត់នេះគឺជាព្យញ្ជនតម្រួតគ្នាដែរអញ្ចឹងត្រូវទាញសលេងអក្សរណហ្នឹងមកប្រកបជាមួយញអញ្ចឹងណហ្នឹងសលេងអ្នកហ្នឹងអ្នកនិងញាក់ហ្នឹងទៅជាសលេងណាញ់ណាទៅជាសលេងណាញ់ណនិងញអានថាណាញ់ណនិងញអានថាណាញ់ហើយនៅសល់ជើងចចាក់មកណានៅសល់ជើងចចាក់ចឹងបាននៅក្នុងភាសាបាលីអាត្មាតែងជម្រាបថាអានទល់តែអស់ណាអស់ដៃអស់ជើងអត់មានទុកចំណែកណាមួយទេដូចជានៅក្នុងពាក្យហ្នឹងចឹងអត់មានទុកចំណែកណាមួយទេបងណាឥឡូវពាក្យហ្នឹងយើងអានថាគុណវេនតានញ្ចៈណាម្ដងទៀតគុណវេនតានញ្ចៈម្ដងទៀតគុណវេនតានញ្ចៈណាអញ្ជើញញាតិញោមយើងរៀនអានពីខាងក្រោយមកវិញមេតាបេតាទីណាំងគុណវេនតានញ្ចៈណាអញ្ចឹងយើងចូលទៅណាមួយណានេះទៀតចប់ហើយណាញាតិញោមតែប៉ុណ្្នឹងទេអញ្ជើញណា screenshot មកស្លឹកទៀតមកណាមិញយើង screenshot ខាងលើនោះយើង screen ហើយយើងដាក់លេខ1ទៅណាញោម screen ហើយបង់លេខ1ទៅហើយដល់តែនេះយើង screen ហើយយើងបង់លេខ2មកដាក់ចែកនេះក៏បានចែកនេះក៏បានតាណាក៏បានដែរដែលញោមងាយស្រួលមើលណាអញ្ចឹងស្លឹកខាងលើនេះយើង screen ហើយដាក់លេខ1ហើយដល់មកស្លឹកនេះយើង screen ហើយយើងដាក់លេខ2មកណាអញ្ចឹងសង្ឃឹមថាញាតិញោមយើង screenshot រួចហើយអញ្ចឹងជើញសិក្សាជាបន្តម៉ៃហាញ់ចៈណាម៉ៃហាញ់ចៈម៉ៃហាញ់ចៈអញ្ចឹងយើងយកយើងប្រកបមកនឹងយកម៉ៃមកនឹងយកសលេងម៉ៃមកនឹងយកសលេងម៉ៃហនេះជើងហត្រូវមកប្រកបជាមួយនឹងញណាជើងហហ្នឹងត្រូវមកប្រកបជាមួយនឹងញអញ្ចឹងហាក់នឹងញាក់ហ្នឹងសលេងហាញ់ណាជើងហហ្នឹងគឺស្មើនឹងអក្សរហណាញោមហហ្នឹងត្រូវមកប្រកបជាមួយញអញ្ចឹងហនឹងញហ្នឹងអានថាហាញ់ណាហើយនៅសល់ជើងចចាក់មកនៅសល់ជើងចចាក់ដូច្នេះពាក្យត្រឹមប៉ុណ្ណឹងយើងអានថាម៉ៃហាញ់ចៈណាម្ដងទៀតម៉ៃហាញ់ចៈណាឲ្យច្បាស់ណាញោមអាត្មាខំប្រឹងណាអានជូនញោមច្បាស់ដល់តែញោមរៀនអត់ច្បាស់ដូចនេះដែរអញ្ចឹងព្យាយាមរៀនអានតាមដំបូងស្ដាប់អាត្មាអានសិនបន្តអំពីស្ដាប់អាត្មាអានបានហើយយើង
ចាប់ផ្ដើមអានតាមនិងទន្ទិញយកតែម្ដងណាអញ្ចឹងម្ដងទៀតម៉ៃហាញ់ចាម៉ៃហាញ់ចាដូច clear ទីខរតាំងទីខរតាំងទីខរតាំងណាប្រកបទៅដាក់ស្រៈអីហ្នឹងយើងអានថាទីណាទៅដាក់ស្រៈអីហ្នឹងយើងអានថាទីខអានថាខខអានថាខខអានថាខរត្រូវមកប្រកបជាមួយនឹងតអញ្ចឹងរ៉ាត់ណារៈនិងតៈនឹងអានថារ៉ាត់រៈនិងតៈនឹងយើងអានថារ៉ាត់ជាងតដាក់ស្រៈអំតំមិនមែនអានថាតំទេណាជាងតដាក់ស្រៈអំនឹងយើងអានថាតាំងណាជាងតដាក់ស្រៈអំនឹងតាំងតិចអានតំអានឹងអត់ត្រូវទេបងអញ្ចឹងយើងអានថាទីខរតាំងទីខរតាំងណាញាតិញោមឬញាតិញោមយើងអានតំកន្លែងហ្នឹងអញ្ចឹងជាថ្មីម្ដងទៀតបញ្ជាក់ឲ្យបញ្ជាក់ជូនគឺតាំងណាញោមអានថាតាំងណាអញ្ចឹងយើងអានថាទីខរតាំងមិនមែនទីខរតំទេបងណាដូច clear សរសេរបន្តអត្ថាយៈអត្ថាយៈណាយើងប្រកបមកអនិងតយើងអានថាអត្អនិងតយើងអានថាអត្អនិងតយើងអានថាអត្ហើយនៅសល់ជើងថដាក់ស្រៈអាថានៅសល់ជើងថដាក់ស្រៈអាថាណាយោយៈយោយៈយោយៈដូច្នេះពាក្យត្រឹមប៉ុណ្ណឹងយើងអានថាអត្ថាយៈអត្ថាយៈណាអញ្ចឹងញាតិញោមយើងរៀនអានពីខាងក្រោយមកវិញម៉ៃហាញ់ចៈទីខរតាំងអត្ថាយៈដូច clear ឬក៏ចុះបន្តដូចអាត្មាក៏បានដែរហេតាយៈហេតាយៈហេតាយៈណាយើងប្រកបមកហដាក់ស្រៈអ៊ីអានថាហេហដាក់ស្រៈអ៊ីអានថាហេតដាក់ស្រៈអាតាតដាក់ស្រៈអាតាយោយៈយោយៈណាដូច្នេះយើងអានថាហេតាយៈហេតាយៈហេតាយៈណាដូច clear សុខាយៈសុខាយៈខណ្ឌសុខាយៈខណ្ឌណាយើងប្រកបមកសូដល់ស្រៈឧសូសដាក់ស្រៈឧសូខដាក់ស្រៈអាខាខដាក់ស្រៈអាខាយោយៈយោយៈណាយោយៈដូច្នេះយើងអានថាសុខាយៈសុខាយៈណាចប់ហើយប៉ុណ្ណឹងណាញាតិញោមចំពោះបាលីហ្នឹងណាអញ្ជើញញាតិញោមយើងរៀនអានពីខាងលើមកវិញទាំងអស់ណាញាតិញោមណាអញ្ជើញរៀនអានតាមអ៊ិមេហេទីបធុបាតិសក្ការេហេពុទ្ធាំងធម្មੰសង្ឃាំងអភិពោជយាមិមេតាបេតាទីណាំងគុណវេនតានញ្ចៈមៃហញ្ចៈទីខរតាំងអត្ថាយៈហេតាយៈសុខាយៈណាចាប់ប៉ុណ្ណឹងឥឡូវអញ្ជើញញាតិញោមយើងរៀនអានដោយខ្លួនញាតិញោមអាត្មានឹងឆ្កូតជូនហើយសម្រាប់ញាតិញោមយើងរៀននៅក្នុងក្រុម Telegram ក៏បានជ្រាបចឹងដែរគឺអញ្ជើញអានគ្នាយើងគ្នាញាតិញោមចឹងទៅអាត្មានឹងឆ្កូតជូនអាត្មាឆ្កូតត្រឹមណាញាតិញោមយើងអញ្ជើញអានត្រឹមហ្នឹងទៅបងហើយមួយទៀតញាតិញោមយើងទទួលសន្លេងបានច្បាស់ទេបងហើយអក្សរអីហ្នឹងអាចមើលទៅឃើញច្បាស់ធំល្អទេអាចមើលបានបងច្បាស់អរគុណអញ្ចឹងជើញអានណាអាត្មានឹងឆ្កូតជូនបង
សាធុបងសង្ឃឹមថាញាតិញោមយើងអាចអានបានបងអញ្ចឹងយើងចប់ប៉ុណ្ណឹងនៅក្នុងភាសាបាលីឥឡូវនេះយើងអញ្ជើញចូលទៅសិក្សាជាបន្តនៅក្នុងសេចក្តីប្រែណាចំពោះសេចក្តីប្រែនេះអាត្មាមិនប្រកបជូនទេព្រោះញាតិញោមយើងអាចអានបានព្រោះជាភាសាខ្មែររបស់យើងណាចាំកន្លែងណាដែលលំបាកនឹងចាំអាត្មាប្រកបជូនឥឡូវអញ្ជើញសិក្សាជាបន្តញាតិញោមយើង screenshot មកស្លឹកមកណាញោមណា screen មកស្លឹកមកណាអញ្ជើញខ្ញុំព្រះករុណាសូមបូជាចំពោះនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ណាខ្ញុំព្រះករុណាសូមបូជាចំពោះនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ណាអញ្ជើញតទៀតមកដោយគ្រឿងសក្ការៈទាំងឡាយដោយគ្រឿងសក្ការៈទាំងឡាយណាញាតិញោមយើងមិញអាត្មាបានជម្រាបឲ្យញាតិញោមយើង screenshot ទុកញាតិញោមហើយយើងអាចដាក់លេខ3មកព្រោះណានេះទី1ណាខាងលើមិញទី1នេះទី2ហើយឥឡូវយើងចូលមកដល់ស្លឹកទី3ណាដើម្បីថាញាតិញោមយើងអាចជើញយកទៅកត់បន្ថែមបើសិនបើក្នុងគណៈពេលរៀនហ្នឹងញាតិញោមកត់មិនសូវតាន់ឬក៏ជុតខ្វះខាតចំណុចណាអីចឹងយើងអាចផ្ទៀងផ្ទាត់បន្ថែមចឹងបានអញ្ជើញ screenshot ទុកទៅបងហើយសម្រាប់ញាតិញោមដែលមានសភៅហើយនឹងក៏អញ្ជើញមើលសភៅចឹងទៅអញ្ចឹងជាថ្មីម្ដងទៀតខ្ញុំព្រះករុណាសូមបូជាចំពោះនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ដោយគ្រឿងសក្ការៈទាំងឡាយឃើញទេចឹងធម៌នឹងយើងបូជាណាគ្រឿងសក្ការៈទាំងឡាយផ្សេងហ្នឹងថ្វាយចំពោះព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃឥឡូវអញ្ជើញចូលទៅបន្តទៅទៀតណាតអំពីមិញណាញាតិញោមអញ្ចឹងយើង screenshot មួយស្លឹកទៀតមកណា screenshot មួយស្លឹកទៀតមកយើងដាក់លេខ4ទៅបងលេខ4ណាអញ្ចឹងយើងបន្តទៀតមកមានទៀននិងធូបជាដើមនេះឃើញទេមានទៀននិងធូបជាដើមនេះដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់អ្នកដ៏មានម្ដងទៀតមានទៀននិងធូបជាដើមនេះដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់អ្នកដ៏មានណាបន្តទៅទៀតមកជាស្លឹកចុងក្រោយណាញាតិញោមអញ្ជើញ screenshot មួយស្លឹកទៀតមកបងអញ្ចឹងយើង screenshot យើងបងលេខ5មកណាសង្ឃឹមថាញាតិញោមយើង screenshot រួចរាល់អញ្ចឹងយើងសិក្សាជាបន្តគុណទាំងឡាយមានមេត្តាបិតាឃើញទេកន្លែងនេះយើងអានមេត្តាបិតាធម្មតាអញ្ចឹងមកតែដល់បាលីខាងលើនោះយើងអានថាមេត្តាបិតាបើតែសេចក្តីខ្មែរយើងនេះយើងមេត្តាបិតាអញ្ចឹងមកណាមានមេត្តាបិតាជាដើមផងដល់ខ្ញុំព្រះករុណាផងបើអញ្ចឹងជើញញាតិញោមយើងរៀនអានពីខាងក្រោយមកវិញគុណទាំងឡាយមានមេត្តាបិតាជាដើមផងដល់ខ្ញុំព្រះករុណាផងអស់កាលជាអង្វែងទៅហងខណ្ឌណាចប់ប៉ុណ្ណឹងដល់ខ្ញុំព្រះករុណាផងអស់កាលជាអង្វែងទៅហងខណ្ឌណាអញ្ចឹងជើញញាតិញោមយើងរៀនអាននិងផ្ទៀងផ្ទាត់ចំពោះតបាលីសិនបានហើយពីខាងលើមកវិញទាំងអស់បងខ្ញុំព្រះករុណាសូមបូជាចំពោះនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ដោយគ្រឿងសក្ការៈទាំងឡាយមានទៀននិងធូបជាដើមនេះដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់អ្នកដ៏មានគុណទាំងឡាយមានមេត្តាបិតាជាដើមផងដល់ខ្ញុំព្រះករុណាផងអស់កាលជាអង្វែងទៅហងបាទឥឡូវអញ្ជើញញាតិញោមយើងរៀនអានគ្នាញាតិញោមដូចមិញនឹងដូចគ្នាដែរអាត្មានឹងឆ្កូតជូនបាទអញ្ជើញ
xa thục khám thay nhiệt nhôm dương ai an bán chẳng dương chọc bằng năng hơi nè nhiệt nhôm hay ní sụp hơi nhiệt nhôm dương ai chơi nè mà vô tới sắc xa bán và sân ba nhiệt nhôm bên bầm non trong cái trong bán sụp hơi nó đầm bây giờ tới sắc xa bên thèm bỏ hay nhiệt nhôm dương cho subscribe YouTube chẳng tới rồi có page hay muốn năng chơi má có tẹt tông tam lệ ní muốn má có ai chơi má cái anh thì mình chụp nè bảo anh chẳng phần năng ở lấy chơi nhiệt nhôm dương nè tiếng tọt lang một vinhនៅក្នុងមេរៀនទី2នេះណែអញ្ជើញអានទាំងអស់គ្នាឡើងវិញណាញាតិញោមអ៊ីមេហេទីបទុបាតិសការេហេពុទ្ធាំងធម្មំសង្ឃាំងអភិពោជយាមិមេតាបេតាទីណាំងគុណវន្តានញ្ចៈមៃហញ្ចៈទីករតាំងអត្ថាយៈហេតាយៈសុខាយៈខ្ញុំព្រះករុណាសូមបូជាចំពោះនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ដោយគ្រឿងសក្ការៈទាំងឡាយមានទាននិងធូបជាដើមនេះដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់អ្នកដ៏មានគុណទាំងឡាយមានមេត្តាបិតាជាដើមផងដល់ខ្ញុំព្រះករុណាផងអស់ការជាអង្វែងទៅហងសូមអនុមោទនាបាទអញ្ចឹងយើងចប់ហើយនៅក្នុងមេរៀនទី2នេះអញ្ជើញយកទៅទន្ទិញឲ្យចាំដូចនៅក្នុងមេរៀនទី1នឹងអញ្ចឹងណាហើយរបៀបនៃការទន្ទិញហ្នឹងអាត្មាក៏បានបង្រៀនរួចហើយណាយើងអាចទន្ទិញត្រឹមតែមួយពាក្យនេះសិនក៏បានដែរណាអ៊ីមេហេ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 ដល់តែថ្នាក់ទៅសឹមយើងផ្គូ2ចូលគ្នាអ៊ីមេហេទីបទុបាតិអញ្ចឹងមកណាយើងទន្ទិញឲ្យថ្នាក់ឲ្យកុំមើលណាពេលដែលយើងទន្ទិញហ្នឹងកុំមើលសិភៅអីទន្ទិញបិទសិភៅទន្ទិញបិទភ្នែកទៅដោយយើងផ្ដោតទៅលើការចងចាំនៅក្នុងចិត្តយើងហ្នឹងគឺជារឿងសំខាន់អញ្ចឹងណាយើងរៀនដោយការចងចាំនឹងអញ្ចឹងសង្ឃឹមថាញាតិញោមយើងមានបទពិសោធន៍នៅក្នុងមេរៀនទី1មកហើយព្រោះអាត្មាបានបញ្រៀនបញ្យល់អីនៅក្នុងមេរៀនទី1នោះហើយអញ្ចឹងអាត្មាមិនបញ្យល់អីច្រើនទៀតទេអញ្ចឹងញាតិញោមយើងដែលទៅអញ្ជើញចូលមកសិក្សាថ្មីក៏អញ្ជើញទៅមើលមេរៀនទី1មកណាញោមមេទី1អាត្មាដាក់មេរៀនទី1ហើយឥឡូវនេះមេធម៌ទី2អាត្មាដាក់មេរៀនទី2អញ្ចឹងអញ្ជើញទៅទន្ទិញពីមេរៀនទី1មកបើសិនបើអត់ទាន់ចេះនៅក្នុងមេរៀនទី1ពីព្រោះអាត្មាបានបងលេខជូនអញ្ចឹងមេរៀនទី1អាត្មាដាក់មេរៀនទី1មេរៀនទី2អាត្មាដាក់មេរៀនទី2អញ្ចឹងណាអញ្ចឹងញាតិញោមយើងដែលទៅអញ្ជើញចូលមកសិក្សានោះក៏អញ្ជើញទៅមើលមេរៀនទី1មកបាទអញ្ចឹងប៉ុណ្ណឹងនៅក្នុងមេរៀនទី2សូមអញ្ជើញទន្ទិញឲ្យចាំបាទណាចុងក្រោយនេះក៏អាត្មាភាពសូមប្រម៉ែប្រមូលបុណ្យកុសលទាំងអស់លើប្រគេនឹងជូនដល់ញាតិញោមនិងសពសត្វទាំងពួងសូមអនុមោទនានឹងចំណែកបុណ្យកុសលនេះហើយសូមបានជាបច្ច័យរួចផុតចាកទុក្ខសូមអនុមោទនាខ្ញុំបកណាធម្មកាមកអូនថាសូមក្រាបថ្វាយបង្គំលានិងចម្រើនពរលាជួបគ្នានៅក្នុងមេរៀនក្រោយៗជាបន្តទៀត